ព្រះគម្ពីរសុភាសិតជំពូក15ពាក្យតបឆ្លើយដោយស្រទន់នោះរមែងរងាប់សេចក្តីក្រោធទៅតែពាក្យគំរោះគំរើយនោះបណ្ដាលឲ្យមានសេចក្តីកំហឹងវិញអណ្ដាតរបស់មនុស្សប្រាជ្ញរមែងធ្វើឲ្យចំណេះបានពីរោះស្ដាប់តែមាត់របស់មនុស្សល្ងីល្ងើហូរចេញជាសេចក្តីចំគួតវិញព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើក៏យាមមើលឃើញទាំងអស់ទោះទាំងអាក្រក់និងល្អផងឯអណ្ដាតដ៏លំហើយនោះជាដើមឈើនៃជីវិតតែបើមានសេចក្តីវិតវិញនោះនាំឲ្យវិញ្ញាណបាក់បែកទៅមនុស្សល្ងីល្ងើតែងតែស្អប់សេចក្តីប្រៀនប្រដៅរបស់ឪពុកតែអ្នកណាដែលស្ដាប់តាមសេចក្តីបន្ទោសនោះនឹងបានគំនិតវាងវៃវិញនៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើនតែក្នុងកម្រៃនៃមនុស្សអាក្រក់តែងតែមានសេចក្តីវេទនាវិញបបោរមាត់របស់មនុស្សប្រាជ្ញរមែងផ្សាយជាចំណេះតែចិត្តរបស់មនុស្សល្ងីល្ងើមិនដូច្នោះទេយ៉ាញ់បូជារបស់មនុស្សអាក្រក់ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាតែសេចក្តីអធិដ្ឋាននៃមនុស្សទៀងត្រង់ជាទីគប់ប្រហារតីដល់ទ្រង់វិញផ្លូវរបស់មនុស្សអាក្រក់ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាតែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្តីសុចរិតវិញមានសេចក្តីផ្ចាញ់ផ្ចាលយ៉ាងសាហាវបំរុងទុកសម្រាប់អ្នកណាដែលបោះបង់ចេញពីផ្លូវហើយអ្នកណាដែលស្អប់សេចក្តីបន្ទោសនោះនឹងត្រូវស្លាប់ស្ថានឃុំព្រលឹងមនុស្សស្លាប់និងទីវិនាសនោះប្រកាសច្បាស់នៅចំពោះព្រះយេហូវ៉ាទៅហើយចំណងបើចិត្តនៃអស់ទាំងមនុស្សជាតិតើច្បាស់ជាងអំបាលម៉ានទៅទៀតមនុស្សដែលចំអកមើលងាយគេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយក៏មិនដែលរកអ្នកប្រាជ្ញដែរចិត្តរីករាយតែងបណ្ដាលឲ្យមានទឹកមុខផូរផង់តែវិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្តរបស់អ្នកណាដែលមានយោបល់ហើយនោះរមែងស្វែងរកចំណេះតែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួនដោយសេចក្តីចំគួតវិញអស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនានោះសុទ្ធតែអាក្រក់ទាំងអស់តែអ្នកណាដែលមានចិត្តជាសុខនោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ចមានទ្រព្យសម្បត្តិតិចហើយមានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះវិសេសជាងមានច្រើនហើយមានសេចក្តីទុក្ខវិញស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណាដែលមានសេចក្តីស្រឡាញ់ជាងមានសាច់គោដែលបំពន់ឲ្យធាត់ហើយមានសេចក្តីសំអប់វិញមនុស្សគំរោះគំរើយរមែងបណ្ដាលឲ្យមានសេចក្តីទាស់ទែងគ្នាតែអ្នកណាដែលយឺតនឹងខឹងនោះរងាប់សេចក្តីជម្លោះវិញផ្លូវរបស់មនុស្សខ្ជិលច្រអូសធៀបដូចជារបងបន្លាតែផ្លូវច្រករបស់មនុស្សទៀងត្រង់ត្រឡប់ជាថ្នល់ភ្នំវិញកូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយតែមនុស្សល្ងីល្ងើគេមើលងាយម្ដាយខ្លួនវិញឯការចំគួតជាសេចក្តីអំណរដល់មនុស្សដែលឥតប្រាជ្ញាតែមនុស្សដែលមានយោបល់គេរមែងដើរតាមផ្លូវទៀងត្រង់វិញទីណាគ្មានការប្រឹក្សានោះមិនបានតាមចិត្តពងទេតែបើមានអ្នកជួយគំនិតជាច្រើននោះនឹងកើតការវិញមនុស្សរមែងមានសេចក្តីអំណរដោយពាក្យឆ្លើយរបស់ខ្លួនហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេលនោះល្អណាស់ណានៅខាងឯមនុស្សមានប្រាជ្ញានោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ដែលនៅខាងក្រោមព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃតែទ្រង់នឹងតាំងគោលចារឹកនៃស្រីមេម៉ាយឲ្យមាំមួនវិញ
គំនិតអាក្រក់ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាតែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធនោះពីរោះវិញអ្នកណាដែលលោភចង់បានកម្រៃនោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខតែអ្នកណាដែលស្អប់សំណូកនោះនឹងរស់នៅវិញចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុនទើបឆ្លើយតែមាត់មនុស្សអាក្រក់បង្ហូរចេញជាសេចក្តីអាក្រក់វិញព្រះយេហូវ៉ាទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់តែទ្រង់ស្ដាប់សេចក្តីអធិដ្ឋានរបស់មនុស្សសុចរិតវិញពន្លឺនៃភ្នែកនោះនាំឲ្យចិត្តរីករាយហើយដំណឹងដែលគប់ចិត្តនោះរមែងចម្រើនកម្លាំងដល់ឆ្អឹងត្រចៀកណាដែលស្ដាប់តាមសេចក្តីបន្ទោសនៃជីវិតនោះនឹងអាស្រ័យនៅជាកណ្ដាលពួកអ្នកប្រាជ្ញអ្នកណាដែលមិនព្រមទទួលសេចក្តីព្រានប្រដៅនោះឈ្មោះថាស្អប់ខ្ពើមដល់ព្រលឹងខ្លួនតែអ្នកណាដែលស្ដាប់តាមសេចក្តីបន្ទោសនោះបានយោបល់វិញសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ារមែងបង្រៀនឲ្យមានប្រាជ្ញាតែសេចក្តីសុភាពរាបសារតែងតែនាំកិត្តិស័ព្ទព្រះគម្ពីរសុភាសិតជំពូក15